បាទសួស្តីប្រិយមិត្តទាំងអស់គ្នាជួបខ្ញុំនៅវីដេអូទី3ហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ចែករំលែកទី1គឺតកតងទៅនឹងសិទ្ធិធ្វើការលើសម៉ោងចង់ដឹងថាសិទ្ធិធ្វើការលើសម៉ោងនឹងមានអត្ថប្រយោជន៍យ៉ាងដូចម្ដេចខ្ញុំសូមរីសួរបងប្អូនទាំងអស់គ្នាហើយឬក៏ហៅថាប្រិយមិត្តហើយថ្ងៃនេះខ្ញុំមាននៅវីដេអូទី3ហើយវីដេអូទី3ហ្នឹងគឺខ្ញុំនិយាយអំពីតកតងទៅនឹងសិទ្ធិធ្វើការលើសម៉ោងយើងចង់ដឹងថាតើក្នុងនាមយើងជានយោជកតើយើងមានអត្ថប្រយោជន៍យ៉ាងម៉េចពេលដែលយើងធ្វើការលើសម៉ោងតើនយោជកគាត់ផ្ដល់អ្វីឲ្យយើងអញ្ចឹងយើងនឹងចូលទៅសិក្សាទាំងអស់គ្នាទាំងបងប្រិយមិត្តទាំងអស់គ្នាទាំងខ្ញុំយើងសិក្សាទាំងអស់គ្នាចូលមក topic របស់យើងចឹងខ្ញុំសូមនេះគឺជា topic របស់ខ្ញុំ content ទាំងមូលមាន content របស់ខ្ញុំទាំងមូលនេះចូលដល់ topic របស់ខ្ញុំថាតើសិទ្ធិធ្វើការលើម៉ោងវាមានអត្ថប្រយោជន៍ឬក៏ផ្ដល់នៅយើងបានដឹងអ្វីខ្លះអំពីសិទ្ធិរបស់យើងបើយើងច្បាប់នៅប្រទេសកម្ពុជាយើងតកតងនឹងអាការ overtime right ណាសិទ្ធិធ្វើការលើម៉ោងប្រទេសណាក៏មានដែរឯកសារនេះខ្ញុំបានដកស្រង់ពីច្បាប់តែគេហៅថាច្បាប់ការងារហើយមួយទៀតតកតងនឹងប្រកាសលេខ8099ហ្នឹងហើយនឹងលិខិតជូនដំណឹងលេខ041ហើយនៅចុងបញ្ចប់នៃវីដេអូខ្ញុំនឹងធ្វើការបង្ហាញទៅប្រិយមិត្តទាំងអស់គ្នាហើយនឹងគឺជា reference របស់ខាងខ្ញុំហើយយើងនឹងសិក្សាទាំងអស់គ្នាចូលដល់ប្រធានបទយើងម៉ោងធ្វើការស្តង់ដារកន្លែងណាក៏ដោយក៏មានម៉ោងធ្វើការស្តង់ដារដែរ8ម៉ោងក្នុងមួយថ្ងៃហើយ48ម៉ោងក្នុងមួយសប្តាហ៍ដូចយើងបានទស្សនានៅវីដេអូភាគទី1ភាគទី2របស់ខ្ញុំណាអញ្ចឹងបងប្អូនដែលមិនទាន់បានចូលទៅមើលអាចចូលទៅមើលហើយសិក្សាថាតើយើងយល់ដឹងពីសិទ្ធិរបស់យើងយ៉ាងដូចម្ដេចហើយតកតងទៅនឹងម៉ោងបន្ថែមយើងដឹងហើយថាបើម៉ោងធម្មតាយើងធ្វើការ8ម៉ោងអញ្ចឹងបើយើងថែមដូចជាថែម1ម៉ោង2ម៉ោងអាហ្នឹងគឺគេហៅថាការទទួលបាននៅសិទ្ធិបន្ថែមម៉ោងហ្នឹងហើយបើយើងនិយាយអតិបរមាអញ្ចឹងថែមម៉ោងគឺតាមច្បាប់តែ2ម៉ោងទេតែបើសិនជាម៉ោងបន្ថែមធ្វើការលើសពីហ្នឹងគឺការធ្វើការដោយស្ម័គ្រចិត្តហើយនឹងមានមន្ត្រីការងារគេចូលពិនិត្យបើសិនជានយោជកប្រើប្រាស់កម្លាំងដែលហួសពីច្បាប់កម្រិតណាក្នុងនេះគឺប៉ុណ្ណឹងចូលនៅបន្ទាប់មកទៀតតកតងទៅនឹងតើប្រិមិត្តគួរទទួលបានប្រមាណអញ្ចឹងដូចខ្ញុំបានជម្រាបជូនពីវីដេអូមុនអញ្ចឹងតកតងនឹងយើងធ្វើការ 100% អញ្ចឹងបើយើងធ្វើការថែមម៉ោងយើងបាន 50% ទៀតអញ្ចឹង total ទៅបាន 150% បើចំថ្ងៃដែលយើងបន់ឈប់សម្រាកហើយគេនយោជកឲ្យធ្វើអញ្ចឹងបាន 200% អញ្ចឹងបូកនឹងខ្លួនឯង100ថែម100ទៀតអញ្ចឹង 200% ហើយតកតងទៅនឹងបើសិនជាប្រិយមិត្តគាត់ធ្វើការវេនយប់អញ្ចឹងយើងទទួលបាននៅ 130% ហ្នឹងណាចូលបន្តទៀតច្បាប់ការពារកម្មករពីការធ្វើការលើសពេលមិនមែនថានេះទេគឺច្បាប់ការពារយើងការដែលប្រើប្រាស់កម្លាំងលើសគឺគេកំណត់តែ2ម៉ោងក្នុងមួយថ្ងៃតែបើសិនជាលើសពីហ្នឹងដូចខ្ញុំលើកឡើងអញ្ចឹងគឺស្ម័គ្រចិត្តហើយកន្លឹះឬក៏សកម្មភាពត្រូវកត់ត្រាម៉ោងការងារមានន័យថាយើងធ្វើការដើម្បីយើងថាយើងបានធ្វើការតើយើងមានម៉ោងចូលម៉ោងចេញអីចឹងទៅហើយមានម៉ោងចូលឬម៉ោងចេញហើយបើយើងនេះគ្រាន់តែជាបើយើងមានវីដេអូថាយើងបានធ្វើការម៉ោងប៉ុណ្ណាគឺយើងជា record ទុកសម្រាប់នៅពេលដែលយើងបានធ្វើការហើយបាត់អត្ថប្រយោជន៍យើងថាយើងមិនបានធ្វើការហើយក៏សរសេរអាខៅ logbook របស់គេចេញចូលអញ្ចឹងម៉ោងថែមម៉ោងប្រមាណអានឹងគាត់ជាឯកសារផុសតាំងសម្រាប់ប្រិយមិត្តឬក៏និយោជិតហើយចឹងសរុបមកវិញតើលោកអ្នកឬក៏ប្រិយមិត្តធ្លាប់ទទួលបានការបង់ប្រាក់ម៉ោងបន្ថែមនឹងដែរឬទេអញ្ចឹងយើងធ្វើការច្រើនម៉ោងទៅយើងមិនទទួលបានម៉ោងបន្ថែមមិនលុយបន្ថែមបាទខ្ញុំសូមធ្វើការសរុបសេចក្តីមកវិញអ្វីដែលយើងបានសិក្សាទាំងអស់គ្នាសិទ្ធិធ្វើការលើសម៉ោងជារបស់កម្មករដែលធ្វើការលើសពីម៉ោងធម្មតាអ្វីយើងរៀនសិក្សាពេលនេះហើយហេតុអីទី1ដើម្បីបំពេញតម្រូវការក្រុមហ៊ុនអញ្ចឹងក្រុមហ៊ុនគាត់ត្រូវការដើម្បីផលិតកម្មនឹងដំណើរការត្រូវឲ្យបុគ្គលិកគាត់ធ្វើការថែមម៉ោងឧទាហរណ៍ថាក្រុមហ៊ុនត្រូវការផលិតប្រមាណគ្រឿងអីចឹងទៅក្រុមហ៊ុនត្រូវធ្វើសង្វាក់ផលិតកម្មអញ្ចឹងត្រូវការបុគ្គលិកដើម្បីធ្វើការបន្ថែមម៉ោងហើយអ្នកណាគេខ្លះដែលអាចទទួលបាននៅការបន្ថែមម៉ោងគឺនយោជិតដែលមានកិច្ចសន្យាអញ្ចឹងណាហើយកន្លែងណាដែលថាដែលយើងធ្វើការគ្រប់តាមកន្លែងដែលទទួលបាននៅអត្ថប្រយោជន៍នេះគឺការងារណាដែលគេគោរពច្បាប់ការងារណាការទទួលបានថែមម៉ោងនេះគឺនៅពេលដែលយើងធ្វើការ8ម៉ោងហើយការថែមម៉ោង2ម៉ោងគឺជាការស្ម័គ្រចិត្តរបស់នយោជិតអញ្ចឹងមិនអាច
គាត់ខំមកនេះប៉ុន្តែក្នុងនាមជានយោជិតយើងតែងតែចង់បានការធ្វើការបន្ថែមម៉ោងដើម្បីយើងទទួលបានកម្រៃបន្ថែមអញ្ចឹងខ្ញុំសូមសរុបប៉ុណ្ណឹងអញ្ចឹង